បាទជំរាបសួរលោកស្រីនាងកញ្ញាជាទីមេត្រីបាទថ្ងៃនេះខ្ញុំគូហេងឡើងមក talk show ទៀតហើយមានសំណួរពី SME យើងជាច្រើនបាទសួរមកគូហេងថាគូហេងលក់បានច្រើនណាស់ខ្ញុំមួយខែលក់បាន1លាន2លានណាបើណា1លាន2លានហ្នឹងគេជាពាក់ឡើង 60% 1លានគេជាពាក់ 60,000 ហ្នឹងអញ្ចឹងសួរថាចំណេញអត់គូហេងបើលក់បានច្រើនប៉ុន្តែគេជាពាក់ច្រើនដែរបាទជំសំណួរនេះវាពិតជាបញ្ហាប្រឈមដែលម្ចាស់អាជីវកម្មភាគច្រើនជួបប្រទះជាពិសេសម្ចាស់អាជីវកម្មដែលលក់រាយហ្នឹងបាទហើយដូចជាជួបប្រទះនៅបញ្ហាដែលគេជាពាក់នឹងច្រើនណាជាពិសេសខាងគ្រឿងសំណង់ខាងអីហ្នឹងគឺជួបច្រើនហើយខ្ញុំគិតថាអាហ្នឹងទៅមានដំណោះស្រាយមួយពីព្រោះបើយើងខំប្រឹងលក់ឲ្យគេជំពាក់ឲ្យទាមិនបានដដែលហើយអញ្ចឹងប្រឹងលក់ទៅអីអញ្ចឹងអាហ្នឹងយើងត្រូវគិតមើលដែរតើវិធានការឬក៏គោលនយោបាយដែលយើងឲ្យគេជំពាក់ហ្នឹងតើវាសន្តិស្របទៅតាមស្ថានភាពបច្ចុប្បន្នរបស់យើងអត់អញ្ចឹងយើងត្រូវការធ្វើវិភាគនៅចរន្តសាច់ប្រាក់របស់យើងយើងអាចធ្វើ cash flow projection តើយើងមួយខែយើងត្រូវការលុយទុនបង្វិលប្រមាណហ្នឹងហើយបើសិនជាយើងអត់សិក្សាពីអាហ្នឹងទេយើងគេហៅថា shortage of cash បានន័យថាកង្វះសាច់ប្រាក់បើកង្វះសាច់ប្រាក់អាជីវកម្មយើងអាចដួលរំបានអញ្ចឹងតើចំណុចណាខ្លះដែលយើងត្រូវ focus ហើយយកមក estimate នៅសាច់ប្រាក់របស់យើងអញ្ចឹងយើងត្រូវការសាច់ប្រាក់មក run operation របស់យើងអញ្ចឹងយើងអាច estimate តើ operation យើងមួយខែចំណាយធំទៅលើអីខ្លះឧទាហរណ៍ដូចបុគ្គលិកដូចជួលដូចដឹកអញ្ចឹងទាំងអស់ហ្នឹងធំបើទាំងអស់ហ្នឹងធំយើងត្រូវបានស្មានថាតើមួយខែយើងត្រូវស្គាល់លុយប្រមាណដើម្បី run operation ហ្នឹងហើយមាន supplier មួយចំនួនយើងអត់អាចជំពាក់គេយូរបានទេព្រោះយើងមានគំនិតថាsupplier យើងពជាគេទៅដើម្បីបានចំណេញចលនាសាច់ប្រាក់យើងហ្នឹងជាក់ស្ដែងមែនទែនទៅគឺមិនអាចទេអ្នកលក់ទាំងអស់គ្នាដូចគ្នាដែរហ្នឹងអញ្ចឹងទឹកចិត្តថាយើងគួរតែមានគោលការណ៍មួយច្បាស់លាស់ថាតើយើងគួរឲ្យគេជំពាក់ប្រហែលថ្ងៃហើយយើងគួរតែទូទាត់សងគេនៅក្នុងរយៈពេលប្រហែលថ្ងៃអ្នកខ្លះគេយកចំណេញថាអូខេបើសិនជាខ្ញុំលក់ខ្ញុំចង់បានលឿនដល់ពេលជំពាក់គេខ្ញុំសងគេយឺតទោះថាយុទ្ធសាស្ត្រល្អឯងគ្រូហេងយុទ្ធសាស្ត្រហ្នឹងមិនល្អទេព្រោះគេរងទទួលទានគេក៏ឆ្លាតវាងវៃដែរបើសិនជាយើងចេះតែពជាពេលក្នុងការសងកាន់តែយូរទំនិញថ្ងៃក្រោយគេលក់ឲ្យយើងថ្លៃហើយគេអត់លក់ឲ្យយើងថោកទេអញ្ចឹងថ្លៃដើមយើងខ្ពស់វិញហ្នឹងហើយព្រោះគេដឹងយើងថាយើងសងគេវេទនាសងគេយ៉ាប់អញ្ចឹងគេក៏យល់ដែរអញ្ចឹងការរងទទួលទានគឺបង្ហាញពីភាពស្មោះត្រង់គេក៏ត្រូវការទុនបង្វិលរបស់យើងដែរយើងក៏ចង់បានទាលុយគេលឿនដែរអញ្ចឹងអាការស្មោះត្រង់ហ្នឹងវាធ្វើឲ្យគេហៅថាបរិយាកាសណាអ្នករកទទួលទានហ្នឹងគឺវាល្អជាមួយគ្នាបាទអ្នកឯងបានផលល្អខ្ញុំក៏បានផលល្អទាំងអស់គ្នាកន្លែងហ្នឹងហើយដែលជួយឲ្យអាជីវកម្មរស់រានមានជីវិតទាំងអស់គ្នាអញ្ចឹងបើយើងរកទទួលទានរវល់អាកេងគ្នាទៅវិញទៅមកហ្នឹងគឺខុសហើយបាទគឺខុសហើយបាទអញ្ចឹងក្នុងនាមខ្ញុំជាអ្នកប្រឹក្សាបាទខ្ញុំជូនជាយោបល់ថាកុំគិតអាកេងគ្នាបន្តិចហ្នឹងបាទយើងគិតថាគួរណាស់តែរក្សាទំនាក់ទំនងរវាងអតិថិជននិងយើងឲ្យបានល្អហើយយើងក៏មានគោលការណ៍ក្នុងការឲ្យជំពាក់ប្រហែលថ្ងៃបាទគោលការណ៍ក្នុងការទាប្រហែលថ្ងៃហើយយើងក៏ត្រូវមានទំនាក់ទំនងល្អជាមួយនឹង supplier ដែរ supplier យើងតើយើងគោលការណ៍ល្អជាមួយ supplier យើងត្រូវសងគេឲ្យទៀងទាត់ដែរបាទសូមអរគុណបាទ